ស្លៀកពាក់ដូចគ្នាឈូយ៉ានមួយឆ្នាំមុនអញក៏ធ្វើបាបខ្ញុំបែបនេះដែរស៊ីវមេលីអញចាំទេមើលខ្លួនអញទៅគិតថាខ្លួនអញគួរឲ្យខ្ពើមណាស់មែនទេនៅតែចង់មានកូនជាវអាវទៀតមែនទេមុខក្រាស់ម្ល៉ាំមែនអញគួរឲ្យស្អប់ទេលោកស្រីជាវហេតុអីបានជានិយាយបែបនេះរោគប្រណេតទាំងនេះទូទាំងពិភពលោកមានតែពីរទេអញមិនត្រឹមតែយកវាដោយមិនខ្មាស់អៀនប៉ុណ្ណោះទេថែមទាំងហ៊ានពាក់មកដល់ផ្ទះខ្ញុំទៀតមិនមែនទេនៅយ៉ាងម៉េចលោកស្រីជាវខ្ញុំគ្រាន់តែឃើញរោគនេះស្អាតក៏បានទិញមួយសម្រាប់ខ្លួនឯងទៅមិនមែនចិត្តណាចង់ពាក់ប៉ះគ្នាជាមួយលោកស្រីទេខ្ញុំគិតថាអញចិត្តនាពាក់ប៉ះគ្នាជាមួយខ្ញុំមានរឿងអីលោកជាវលោកកុំបន្ទោសនាងអីលោកស្រីគ្រាន់តែអារម្មណ៍មិនល្អបានជាលើកដៃមកលើខ្ញុំគ្រាន់តែស្លៀកពាក់ដូចគ្នាអីហ្នឹងរឿងប៉ុណ្ណឹងលោកស្រីត្រូវខ្វល់ដែរលោកជាវមិនអីទេបើលោកស្រីមិនចូលចិត្តខ្ញុំបដូរវាចេញទៅអើយគឺកញ្ញាឆឹងខ្ញុំមិនដេចនឹងទុកឲ្យភ្ញៀវគិតយូរសង្ស័យបានទៅបើរឿងនេះលេចលឺទៅខ្ញុំមិននឹងអាចធ្វើជាម្ចាស់ផ្ទះត្រកូលយ៉ាងបានណាមួយអ្នកឯងចេះតែរុញគេឯងស្រួលនៅកន្លែងដែលមានប្រុសទៀតនេះពិតជាគ្រោះថ្នាក់ណាស់លោកស្រីជាងពិតជាមានរាងស្អាតណាស់មិនចម្លែកទេដែលលោកជាងស្រឡាញ់អ្នកខ្លាំងម្ល៉េះកុំស្មានថាខ្ញុំមើលមិនធ្លុះល្បិចរបស់អ្នកប្រយ័ត្នអ្នកដូចជាគ្រោះថ្នាក់លាក់មុខអ្នកស្ទើរតែស្លាប់ទៅហើយយ៉ាងម៉េចដែរខ្ញុំនិងកញ្ញាឆុងមើលទៅដូចបងប្អូនស្រីល្អទេដូចខ្លាំងណាស់អញ្ចឹងបងស្រីនិងប្អូនស្រីថតរូបជាមួយគ្នាទៅល្អត្រូវហើយថតរូបរួមគ្នាមិនជាមាននិស័យខ្លាំងណាស់មកប្តីមកជាមួយផងការព្រមានអំពីអាកាសធាតុចុងក្រោយយប់នេះនឹងមានភ្លៀងធ្លាក់ខ្លាំងបន្តសូមប្រជាពលរដ្ឋមេត្តាស្នាក់នៅក្នុងផ្ទះអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងកុំគូទៀតប្រញាប់ត្រឡប់ទៅវិញទៅអាកាសធាតុបែបនេះប្រហែលជាពិបាកហើយឡានហើយលោកស្រីជាងតើខ្ញុំអាចសុំស្នាក់នៅផ្ទះអ្នកមួយយប់បានទេអត់អីទេយប់នេះអ្នកគេងនៅទីនេះចុះមិនបានទេបងរកអ្នកណាគេទៅជូនគាត់ទៅផ្ទះវិញភ្លាមទៅខាងក្រៅភ្លៀងខ្លាំងណាស់ក្រុមគ្រួសារគាត់នឹងបារម្ភហើយកាត់អីហ្នឹងមិនក៏ដាច់ភ្លើងភ្លាមអីចឹងមើលចុះទាំងភ្លៀងទាំងដាច់ភ្លើងអីចឹងមែនទេយើងបានអញ្ជើញបងស្រីឈុនជាវមកគូរូបក្រែងលោពេលត្រឡប់ទៅវិញមានបញ្ហាណាមួយកើតឡើងយើងក៏ទទួលខុសត្រូវមិនបានដែរមែនទេយប់នេះឯងគេងនៅផ្ទះខ្ញុំឯងគួរតែនៅឲ្យស្ងៀមស្ងាត់ទៅអូសូមឲ្យអ្នកយកសប្តាហ៍ល្អNick to me also you acid from the pin អនហេតុអ្វីបានជាអញស្លៀកពាក់ដូចលោកគ្រូវ៉ាងអីចឹងខ្ញុំស្លៀកពាក់ប្រពន្ធលោកមើលទៅស្អាតទេអូនមកកូនសៅមែនទេលោកជាងពួកយើងធ្វើបែបនេះពិតជាល្អហើយមែនទេអ្នកជឿខ្ញុំទេអត់អីទេ
ពួកថោកទាបចេញទៅលោកស្រីជាងសូមជូនពរលោកស្រីរីករាយនឹងអាពាហ៍ពិពាហ៍ថ្មីប្រពន្ធអូនខ្ញុំស្រឡាញ់អូនខ្ញុំទៅធ្វើការហើយបែបនេះសូមប្រយ័ត្នសុវត្ថិភាពផងឬមួយក៏យប់មិញពិតជាគ្រាន់តែជាសុបិនមែនទេលោកស្រីជីវយប់មិញប្រកាសជាគេងមិនលក់ស្រួលទេមើលទៅខ្ញុំឈាមកូនខ្ញុំនិងម្ដាយខ្ញុំដែលហូរខ្ញុំចង់ឲ្យពួកឯងសងបំណុលឈាមនេះដោយឈាមវិញឯងកំពុងធ្វើអីឯងកំពុងធ្វើអីហេតុអ្វីបានជាឯងស្លៀករ៉ូបដូចខ្ញុំស្លាប់អីចឹងខ្ញុំស្លៀកពាក់ប្រពន្ធលោកមើលទៅស្អាតទេអ្នកស្អាតជាងនាងខ្ញុំយកមកពីបំពេញបេសកកម្មគិតថាវាស័ក្តិសមនឹងអ្នកណាស់ចូលចិត្តទេចូលចិត្តខ្លាំងណាស់អ្នកជួយពាក់ឲ្យខ្ញុំបានទេទាំងមូលពេលអ្នកញឹមអ្នកពិតជាគួរឲ្យរំខានណាស់បើអ្នកគិតថាជំនឿអាចជួយខ្ញុំបានបំផ្លាញខ្ញុំចោលជាងហាវអ្នកងាយនឹងជាប់អន្ទាក់ណាស់ធ្វើឲ្យខ្ញុំកាន់តែទន្ទឹងរង់ចាំការសងសឹកនេះកញ្ញាឈូកុំបន្ទោសខ្ញុំថាអត់បានប្រាប់អ្នកណាដែលចង់ដណ្ដើមរបស់ខ្ញុំនឹងមិនមានអវសានល្អទេចុះអ្នកវិញជីវិតបច្ចុប្បន្នរបស់អ្នកក៏មិនមែនបានមកដោយការដណ្ដើមដែរឬអ្នកចង់និយាយអ្វីលោកស្រីជាងគុំយកច្រឡំខ្ញុំឮថាអ្នកធ្លាប់ជាអ្នកបម្រើឋានៈអនុហ្វេណេតូពីអ្នកបម្រើរហូតដល់ក្លាយជាស្ត្រីមេផ្ទះនិយាយរឿងនឹងឆ្អែកចិត្តហើយឬនៅគំនូរនេះគឺអ្នកទេដែលសុំខ្ញុំឲ្យគូអ្នកត្រូវតែរីករាយទស្សនាវាឲ្យបានល្អណាស់មកនេះជួយសម្អាតផ្ទះនេះឲ្យបានស្អាតបាត់ទៅកុំឲ្យសល់របស់កខ្វក់អីបាទឲ្យគេកាច់ដៃវាចោលទៅដើម្បីឲ្យវាដឹងថាវាបង្ករឿងខុសមនុស្សឈប់សិនពួកឯងចង់ធ្វើអីស្រីស្អាតតូចទីមើលទៅវាពួកឯងកុំមកចិត្តអីកុំមកចិត្តអីពួកឯងកុំមកចិត្តអីណាឮថាដៃឯងនេះចេះគូរូបហើយថែមទាំងពូកែលួងលោមគេទៀតផងលេងខ្ញុំទៅលើកនេះខ្ញុំនឹងកាច់ដៃឯងមួយសិនបើហ៊ានលួងលោមគេទៀតលើកក្រោយមិនមែនបាត់បង់តែដៃម្ខាងទេទៅហេជាងហាវខ្ញុំរបួសហើយតើអ្នកអាចមកមន្ទីរពេទ្យមកមើលខ្ញុំបានទេមិនក៏អ្នកត្រូវរបួសធ្ងន់ម្ល៉េះខ្ញុំត្រឡប់មកជាងឈឹងមិនទាន់បានប៉ុន្មានផងក៏មិនបានបង្ករឿងជាមួយអ្នកណាម្នាក់ដែរលើកលែងតែសុទ្ធតែជាកំហុសរបស់ខ្ញុំមិននឹកស្មានថាឈូយានធ្វើបែបនេះដាក់អ្នកទេមិនអីទេការដែលអ្នកអាចមកនៅក្បែរខ្ញុំក៏អរគុណខ្លាំងណាស់ទៅហើយចុះក្រុមគ្រួសាររបស់អ្នកវិញហេតុអ្វីក៏មិនបានមកមើលអ្នកខ្ញុំអត់មានមិត្តភក្តិទេក៏អត់មានក្រុមគ្រួសារដែរមានតែម្ដាយម្នាក់ទេតែ